មានឆ្ងល់អត់ថាហេតុអីបានគេនាំគ្នាទៅលេងនៅ San Francisco បើនិយាយទៅ San Francisco គឺជាទីក្រុងមួយនៃរដ្ឋ California ហើយវាជាទីក្រុងចាស់ទីក្រុងនេះគឺមានអ្វីៗគួរឲ្យសិក្សានិងស្វែងយល់ជាច្រើនមិនមែនមានត្រឹមតែស្ពានក្រហមដែលជាប្រវត្តិសាស្ត្រនៃទីក្រុងនេះទេជាក់ស្ដែងដូចនៅពេលនេះខ្ញុំបានមកលេងនៅខាង Museum ដែលទីនេះគេរៀបចំជាសួនរុក្ខជាតិហើយសួនមួយនេះគឺជាសួនដែលគេរៀបចំឡើងដោយមានលក្ខណៈដូចគ្នាទៅនឹងធម្មជាតិពិតៗតែនៅក្នុងតំបន់ត្រូពិកនៅពេលដែលយើងចូលមកដល់ក្នុងសួននេះអាកាសធាតុរបស់វាគឺមានលក្ខណៈក្តៅហើយសើមចំណែកឯជីវៈចម្រុះដែលយើងបានឃើញនៅក្នុងនេះគឺជាធម្មជាតិពិតៗសូម្បីតែមេអំបៅដែលហោះហើរឆ្វេងឆ្វាយក៏ហាក់បីដូចជានៅក្នុងព្រៃពិតៗដែរចំណែកឯរុក្ខជាតិវិញគឺសុទ្ធតែជាប្រភេទរុក្ខជាតិកម្រចុះមកខាងក្រោមនេះវិញគេរៀបចំជាលក្ខណៈសួនបែបនៅក្នុងទឹកមានសត្វនៅក្នុងទឹកជាច្រើនប្រភេទសូម្បីតែក្រពើសដែលជាក្រពើកម្រក៏មាននៅក្នុងនេះដែរហើយចេញមកខាងក្រៅវិញគឺមានអាកាសធាតុល្អអមដោយដើមផ្កាធំៗដែលជាប្រភេទរុក្ខជាតិ